ខ្ញុំមានរឿងច្រើនចង់នេះប្រាប់មានរឿងច្រើនប្រាប់ឲ្យបងប្អូនដឹងមានយាយមួយគាត់នៅ303គាត់អត់ចេះធ្វើអីពូកែនិយាយតាមគេបន្ទាលគេឆ្នាំគេទៅលេងគាត់រីឯកូនគាត់នាំគ្នាទៅវាយគេមិនមានរឿងត្រឹមតែប៉ុណ្ណឹងទេថែមទាំងហ៊ានស្រែកជេរព្រះសង្ឃនៅក្នុងគាត់ទៀតយាយនឹងគាត់ដឹងហើយមិនស្គៀបបើជាប្រាប់កូនគាត់ទៀតឲ្យចូលយកសាមរ័យដេញកាប់គេមិនបាច់បង់មិនបាច់ភ័យយាយនឹងអាងអីឲ្យកូនរត់ទៅថៃអូខ្ញុំមានរឿងច្រើនចង់នេះប្រាប់មានរឿងច្រើនប្រាប់ឲ្យបងប្អូនដឹងមានយាយមួយគាត់នៅ303គាត់អត់ចឹងធ្វើអីពូកែនិយាយតាមគេបន្ទាលគេឆ្នាំគេទៅលេងគាត់រីឯកូនគាត់នាំគ្នាទៅវាយគេមិនមានរឿងត្រឹមតែប៉ុណ្ណឹងទេថែមទាំងហ៊ានស្រែកជេរព្រះសង្ឃនៅក្នុងគាត់ទៀតយាយនឹងគាត់ដឹងហើយមិនស្គៀបបើជាប្រាប់កូនគាត់ទៀតឲ្យចូលយកសាមរ័យដេញកាប់គេមិនបាច់បង់មិនបាច់ភ័យយាយនឹងអាងអីឲ្យកូនរត់ទៅថៃអូថ្ងៃមុនព្រោះចង់បានដេកក្មេងហ៊ាននាំឡើងសំឡេងដេញកូនចេញពីផ្ទះចាំងហើយនៅគិតនេះគិតនោះគាត់មិនខ្វល់អ្វីសោះព្រោះចង់បានដេកក្មេងហើយខ្ញុំគ្រាន់តែច្រៀងលេងរឿងយាយចង់ដេកក្មេងឲ្យគ្រប់គ្នាបានស្ដាប់ហើយសូមគ្រប់គ្នាកុំត្រាប់លើលោកមានបណ្ដាប្រញាំចូលវត្តវាឆ្នាំគេទៅលេងគាត់រីឯកូនគាត់នាំគ្នាទៅវាយគេមិនមានរឿងត្រឹមតែប៉ុណ្ណឹងទេថែមទាំងហ៊ានស្រែកជេរព្រះសង្ឃនៅក្នុងគាត់ទៀតយាយនឹងគាត់ដឹងហើយមិនស្គៀបបើជាប្រាប់កូនគាត់ទៀតឲ្យចូលយកសាមរ័យដេញកាប់គេមិនបាច់បង់មិនបាច់ភ័យយាយនឹងអាងអីឲ្យកូនរត់ទៅថៃអូយាយនឹងគាត់ស្អាតមកស្រុកស្អាតនោះមកស្អាតមានចាស់ណាស់ស្អាតដូចយាយហ្នឹងហើយយាយពីកូនគាត់អាប្រមាណអ្នកនោះវិញយាយពីថាលយនោះលយបាលយសខានោះសខាខោទៀតតែពាក់កដាលពូតយាយពីដើរទៅវាយគេឥឡូវឈប់បានចូលស្រុកទៀតទៅចូលមកគេតាចឹងមកវិសមមុខពួកអដេកថ្ងៃមុនព្រោះចង់បានដេកក្មេងហ៊ាននាំឡើងសំឡេងដេញកូនចេញពីផ្ទះចាំងហើយនៅគិតនេះគិតនោះគាត់មិនខ្វល់អ្វី